ta là dương châu đóបញ្ហាទី3ពាក់ព័ន្ធនឹងការកោះហៅកីឡាករជម្រើសជាតិឥឡូវនេះគ្រូបង្វឹកលោកកូជីបានប្រមូលផ្ដុំកីឡាករ23រូបដើម្បីត្រៀមការប្រកួតមិត្តភាពជាមួយនឹងក្រុមបាល់ទាត់តាជីគីស្ថានការប្រកួតនេះគឺយើងនឹងធ្វើការប្រកួតនៅខែក្រោយហើយក្នុងចំណោមកីឡាករ23នាក់ពូនឹងអានឈ្មោះដូចតទៅយើងចាប់ផ្ដើមពីអ្នកចាំទី3នាក់មានអ្នកចាំទី1វិរៈតារាមកពីក្លឹបបាល់ទាត់ភ្នំមកពីក្លឹបបាល់ទាត់ប្រខារីស្វាយរៀងអង្គវិចិត្រមកពីក្លឹបបាល់ទាត់ភ្នំពេញក្រោនរ៉េលីហេងមកពីក្លឹបបាល់ទាត់ Nagavel ហើយជួសន្ទីគឹមសុកយុទ្ធមិនរតនៈមកពីស្វាយរៀងដូចគ្នាសិនសវណ្ណមករាអិនសូដាវីតសិនកក្កដាមកពីវិសាខាបងសាមូអែលមកពីភ្នំពេញក្រោនសារ៉េតគ្រីយ៉ាមីសនុហ៊ីការុមកពីភ្នំពេញក្រោនកាន់មកអុកសវណ្ណលេងនរ៉ាមកពីវិសាខាហូតវ៉ាន់ណេតមកពី Nagavel ហើយអឹមរ៉ាឃីមមកពីក្លឹបអង្គរ Tiger ខូលីបាលីខាដឺមកពីក្លឹបអង្គរ Tiger សៀងចន្ទាមកពីបឹងកេតញៀនសូស៊ីដានមកពីស្វាយរៀងលឹមពិសុទ្ធមកពីភ្នំពេញក្រោនសាទីមកពីវិសាខាហើយចុងក្រោយគេគឺហាយសុកណេតមកពីក្លឹប ISI ចឹងបានន័យថាបើពូមើលទៅកីឡាករបោះបឹងកេតគឺមានតែម្នាក់គត់គឺស៊ីងចាងធាបឹងកេតមានកីឡាករបានន័យថាក្នុងចំណោមកីឡាករ23រូបដែលត្រូវលោកកូជីកោះហើយដើម្បីត្រៀមការប្រកួត friendly មិត្តភាពអន្តរជាតិជាមួយនឹងតាជីគីថានេះគឺមានតែសៀងចន្ទធាមួយគត់ខុសពីនោះគឺអត់មានទាំងអស់ defense ក៏អត់មានបម្រើក៏អត់មានបើនិយាយពីកីឡាករដែលមានច្រើនជាងគេហ្នឹងគឺបានន័យថាដូចជាក្លឹបឈ្នះជើងឯក Cambodia Premier League ស្វាយរៀងហើយនឹងក្លឹបឈ្នះជើងឯកពៀនសម្ដេចហ៊ុនសានខាប់ភ្នំពេញក្រោនតែអង្គរ Tiger គេបាន2ដែរណាថៃអង្គរ Tiger ណាឃីមហើយនឹងអាខាដឺនេះបាន2នាក់គាត់បានដែរហើយ Nagavel ហ្នឹងគេបានដូចជា goal 1អានេះអាហូបបណ្ដៃដែរនឹងអាលីហេងនេះអញ្ចឹងបានន័យថាមានតែបឹងកេទេដែលខ្សោះដែលបានន័យថាវាតិចមែនតើមកដែលមានតែម្នាក់ហើយនៅពីក្រោយបានន័យថាការកោះហៅប្រមូលផ្ដុំកីឡាករ23រូបពូក៏បានឃើញបានន័យថាទស្សនៈឬក៏ប្រតិកម្មរបស់លោកគ្រូហៅសុជាដែរគាត់មិនសប្បាយចិត្តគាត់ចង់និយាយថាកីឡាករខ្លះបានទាំង Man of the Match បង្ហាញខ្លួនគ្រប់ការប្រកួតបើជាអត់មានឈ្មោះតែកីឡាករផ្សេងទៀតអត់សូវមានឈ្មោះលេងបើជាមានឈ្មោះលេងនៅក្នុងបានន័យថាការប្រមូលផ្ដុំ23នាក់នេះគឺជាអ្វីដែលគាត់មិនសប្បាយចិត្តនិយាយគឺគាត់មិនសប្បាយចិត្តគាត់ចង់បានន័យថាចុះកីឡាករដែលដូចកីឡាករបបឹងកេតមិននិយាយច្រើនដល់អរុនចឹងអរុនបានទាំង Man of the Match ផងបង្ហាញខ្លួនសឹងតែគ្រប់ការប្រកួតតែចុងក្រោយមិនត្រូវបានមានឈ្មោះប្រមូលផ្ដុំសម្រាប់ការប្រកួត friendly នេះគឺជាអារម្មណ៍ដែលលោកគ្រូសុខជាតិគាត់បញ្ចេញនៅលើ page នៅលើ account ឬក៏ page ផ្លូវការរបស់គាត់តែពេលខ្លះបែរទៅរាល់ពេលដែលការប្រកួតមិត្តភាពម្ដងឲ្យតែមានការប្រមូលផ្ដុំគឺតែងតែមានការមិនសប្បាយចិត្តពីអ្នកគ្រប់គ្រងពីខាងក្លឹបជាស្ដាយដូចពេលហ្នឹងអញ្ចឹងលោកគ្រូហៅជីគាត់បានបញ្ចេញអារម្មណ៍ពិតហ្មងគាត់បានន័យថាគាត់មើលទៅវាដូចអត់ fair ហើយកីឡាករបឹងកេតគឺមានតែម្នាក់គាត់គឺអាធាវាអាចទេបើអានេះបើនិយាយពូនិយាយពីអារម្មណ៍ពិតណាយេម៉ាត់នរុនគឺស័ក្តិសមបំផុតសម្រាប់កីឡាករតែ23រូបហ្នឹងអានេះពូនិយាយការពិតមកការតាំងវៀតណាមមានតាំងបន្ឆៃហ្នឹងអាឆៃតាំងពីវាបានន័យថាគ្នាតាំងពីបាត់បង់អត់ទេអាឆៃដូចជាឪពុកទើបនឹងទទួលមរណភាពដោយតែគ្រួសារគាត់មានអ្នកស្លាប់អញ្ចឹងអាចថាប្រហែលប្រកួតចុងក្រោយនេះគាត់អាក់ខានអញ្ចឹងវាអត់ទាន់បានចូលវឹកហាត់ចូលលេងអីវិញទេប៉ុន្តែសម្រាប់ការលេងកន្លងមកនេះដល់អាធាដល់អរុននេះអញ្ចឹងវាមានឈ្មោះថាអាធាម្នាក់គាត់បង្កើតអាហ្នឹងវាជារឿងឲ្យគួរឲ្យសោកស្ដាយដែរអញ្ចឹងមកលោកគ្រូហៅទៅជាតិគាត់បញ្ចេញអារម្មណ៍ពិតនៅលើបានទៅនៅលើបណ្ដាញសង្គមរបស់គាត់ហ្នឹងអញ្ចឹងក្រៅពីហ្នឹងយើងដឹងហើយថាវាសិតសឹងតែមកពីក្លឹបធំដូចស្វាយរៀងដូចភ្នំពេញក្រោនហ្នឹងអូច្រើនណាស់វិសាខាមើលបានវិសាខា1 2 3 4 5 6 7វិសាខាដូចជា7នាក់វិសាខា7នាក់អាកក្កដាអាវិតអាសវណ្ណមករាមិនសវណ្ណមករា3កាន់មក4អាសវណ្ណ5អានរ៉ា6ហើយ7អាសាទី7នាក់7នាក់